តបងប្អូនទាំងអស់គ្នាថ្ងៃនេះ Channel អសតធម្មជាតិរន្ទៃ2សូមចែករំលែកនៅចំណេះដឹងតាក់ទងទៅនឹងរុក្ខជាតិអសតហ្នឹងហើយដោយបងប្អូនបានឃើញនៅក្នុងរូបភាពនេះអញ្ចឹងណាហើយរុក្ខជាតិនេះឈ្មោះថាជាដើមមើមថ្នាំចិនបងប្អូនណែមើមថ្នាំចិនយើងធ្លាប់តែឮតែឈ្មោះណាបងប្អូនខ្លះក៏ស្គាល់ទៅហើយបងប្អូនខ្លះក៏មិនស្គាល់នៅមើមថ្នាំចិននេះហ្នឹងហើយមើមថ្នាំចិនវាមានពីរប្រភេទវាមានលក្ខណៈវល្លក្ខណៈវល្លហ្នឹងវាមើមមានក្រហមឯងបងប្អូនមើមក្រហមធំអញ្ចឹងណាមើមសាច់វារាងក្រហមហើយមានជាតិម្សៅផងដែរហើយអ្វីដែលបងប្អូនបានឃើញមើលនេះឈ្មោះថាជាមើមថ្នាំចិនប៉ុន្តែទូទៅគេហៅថាខ្នេឆ្វៀលណាមើមថ្នាំចិនថាខ្នេឆ្វៀលនេះបងប្អូនឃើញផ្កាវានេះណាស្លឹកវារៀងឆែករណាអញ្ចឹងណានេះឆែករណាហើយតំណុងស្លឹកវារៀងមានតំណុងអញ្ចឹងឯងតំណុងស្លឹកក្រើមតិចបងប្អូនហ្នឹងហើយផ្កាវានេះរៀងកញ្ចុំជាផ្កាអញ្ចឹងបើសិនជាបងប្អូនទៅតាមព្រៃតាមអីឃើញណាហ្នឹងហើយអាចកោះយកមកប្រើប្រាស់ជាលក្ខណៈឱសថបានហ្នឹងហើយជាមើមវាមិនមែនយកដាវយកមើមវាអញ្ចឹងអាខ្នេឆ្វៀលនេះវាខុសអំពីមើមថ្នាំចិនប្រភេទវល្លថ្នាំចិនវល្លហ្នឹងវាដូចជាមើមដើមដូចជាដើមយើងដលងទៀនណាស្លឹកឲ្យស្តៀងគ្នាចឹងឯងប៉ុន្តែគ្រាន់ថាមើមវារៀងធំហើយពណ៌ក្រហមមានជាតិម្សៅច្រើនថ្នាំចិនហ្នឹងគឺប្រើលក្ខណៈផ្សះដំបៅអីផងដែរហើយចំណែកឯមើមថ្នាំចិនដែលកំពុងតែបង្ហាញនេះឈ្មោះថាជាខ្នេឆ្វៀលឬក៏មើមថ្នាំចិនសអញ្ចឹងវាមានគូនឹងគ្នាណាប្រភេទវល្លមើមពណ៌ក្រហមហ្នឹងគេឲ្យឈ្មោះថាមើមថ្នាំចិនក្រហមណាមើមថ្នាំចិនក្រហមឯប្រភេទជាលក្ខណៈគុំព្រឹកនេះឈ្មោះថាជាមើមថ្នាំចិនសឬក៏ហៅថាខ្នេឆ្វៀលហើយបងប្អូនមើលលក្ខណៈសម្គាល់វាទៅស្លឹកវារាងកប៉ាងអញ្ចឹងហើយបើសិនជាស្លឹកវារាងខ្ចីអាហ្នឹងវានៅមានគែមរណាហ្នឹងវារាងគែមយើងប្រកបច្បាស់អញ្ចឹងណាយើងប្រកបច្បាស់នេះដូចបងប្អូនមើលខាងនេះចេះអានេះវារាងតូចចេះវាស្លឹកវារាងខ្ចីវាមើលទៅគែមរណានេះរាងច្បាស់ហើយផ្កាវារាងកញ្ចុំពណ៌សអញ្ចឹងឯងហើយដល់ពេលស្លឹកវាដល់ពេលរាងចាស់ណាស្លឹករាងចាស់បន្តិចយើងមើលទៅអត់ឃើញគែមប្រកបទេប៉ុន្តែអាឆ្នោតវានេះឆ្នោតហ្នឹងគឺនៅមានប្រកបហ្នឹងទៅហើយផ្លែវាបងប្អូនមើលផ្លែវាបើសិនបើទុំគឺពណ៌ក្រហមហើយបើសិនជាខ្ចីរាងកម្ៅតិចហ្នឹងហើយខ្លះរាងពណ៌ខៀវអញ្ចឹងណាបើសិនជាខ្ចីហ្នឹងវានៅខ្ចីមែនតើណាប៉ុន្តែរាងចាស់ហើយអញ្ចឹងរាងកម្ៅណាអញ្ចឹងបងប្អូនកត់ចំណាំទៅនេះជាមើមថ្នាំចិនពណ៌សហើយឬក៏អ្នកខ្លះហៅថាខ្នេឆ្វៀលហ្នឹងឯងហើយមើមថ្នាំចិននេះបងប្អូនយកប្រភេទជាលក្ខណៈឱសថណាលក្ខណៈឱសថហ្នឹងគឺប្រើសម្រាប់ប្រភេទជាថ្នាំផ្សះណាផ្សះដំបៅខ្លាយដំបៅងាបងប្អូនមានបញ្ហារលាកសួតរបេងសួតដំបៅសួតអញ្ចឹងគេអត់ចោលទេរឿងតាក់ទងទៅនឹងមើមថ្នាំចិនគេតែងតែប្រើហើយណាតែងតែប្រើជាហូរហាយអញ្ចឹងមកព្រោះអានេះគឺប្រកែខាងផ្សះហ្នឹងផ្សះដំបៅគេហៅថាអង្គទីវីយូតិចណាប្រកែខាងផ្សះដំបៅហ្នឹងឯងអញ្ចឹងបើសិនជាបងប្អូនមានអាការៈនៃបញ្ហាដូចជាដំបៅក្រពះរលាកកាពះរលាកពោះវៀនបងប្អូនយកមកប្រើប្រាស់ទៅមើមថ្នាំចិននេះចំនួន10ក្រាមយើងទៅយើងយកមើមវាមកមើមទៅយើងចាត់ជា3 4 5ចំណិតអញ្ចឹងណាសម្រាប់ដាំទឹកទទួលទានអាហ្នឹងប្រសិនបើរលាកពោះវៀនឬក៏រលាកកាពះនឹងអាចដាំទៅទទួលទានទៅរសជាតិវាផ្អែមទេផ្អែមលំអញ្ចឹងណាហើយទទួលទានទៅវាមានកម្លាំងហូបទៅមានកម្លាំងហើយអាការៈជំងឺនៃដំបៅពួកដំបៅកាពះពោះវៀនអីហ្នឹងគឺវាឆាប់ជាហ្នឹងហើយវាឆាប់ផ្សះលឿនអញ្ចឹងណាហើយប្រសិនបើបងប្អូនមានអាការៈនៃជំងឺផ្សេងទៀតដូចជាដំបៅជើងដំបៅដៃដំបៅខ្លាយដំបៅទឹកនោមផ្អែមអីយ៉ាងណាក៏អាចប្រើប្រាស់បានដែរបងប្អូនហើយបើសិនជាបងប្អូនចេះរូបមន្តឱសថអីផ្សេងក៏ប្រើទៅហើយយើងអាចលាយជាមួយនឹងមើមថ្នាំចិននេះបានហ្នឹងហើយអាចលាយជាមួយមើមថ្នាំចិននេះបានហើយប្រសិនបើបងប្អូនមានបញ្ហាអាការៈនៃជំងឺសួតដូចជាដំបៅសួតលបែងសួតណាក្អករិញរៃក្អកហើមក្អកហល់ក្អកហត់អីហ្នឹងណាបងប្អូនប្រើហ្នឹងអត់ចោលទេកុំចោលវាប្រើមើមថ្នាំចិននេះជាមួយនឹងស្មៅមុខឈ្នៀងបងប្អូនមុខឈ្នៀងហ្នឹងហើយ
ចឹងបើសិនជាក្អកបញ្ហាក្អកហ្នឹងក្អករបែងក្អកហើមក្អកហល់ក្អកហត់ក្អកដំបៅសួតទាក់ទងទៅនឹងអាការៈនៃជំងឺសួតបងប្អូនរលាកសួតអីជាដើមអញ្ចឹងណាបងប្អូនកុំចោលមើមថ្នាំចិនជាមួយនឹងស្មៅមុខឈ្នៀងហើយមុខឈ្នៀងមិនពិបាកទេបងប្អូនអាចសាកសួរគេបានទៅក្នុងឬក៏បងប្អូនឆែកមើលក្នុង YouTube អសតបុរាណឬក៏អសតធម្មជាតិរន្ទៃ2ហ្នឹងទៅរកមើលស្មៅមុខឈ្នៀងបើមិនចឹងទៅបងប្អូនចូលទៅឆែកមើលនៅក្នុងYouTube អសតបុរាណខ្មែរអង្គរក៏មានដែរសតបុរាណខ្មែរអង្គរក៏មានពាក្យថាស្មៅមុខឈ្នៀងដែរហើយក៏មានជំងឺអីផ្សេងផងដែរអញ្ចឹងយើងអាចសាកសួរ search មើលទៅដើម្បីស្វែងរកឲ្យឃើញថារុក្ខជាតិហ្នឹងប្រភេទណាអញ្ចឹងណាហើយបងប្អូនយកមកផ្សំតាមទៅអញ្ចឹងតើតើទៅនឹងអាការៈនៃជំងឺបញ្ហាសួតដំបៅសួតរលាកសួតក្អកអីហ្នឹងប្រើស្មៅមុខឈ្នៀងហ្នឹងចំនួន1ក្តាប់ទៅនឹងហាន់វាឲ្យស្ងួតហាលវាឲ្យស្ងួតទៅហាន់វាល្អិតហ្នឹងហាលវាឲ្យស្ងួតបន្ទាប់មកបងប្អូនយកមើមថ្នាំចិនហ្នឹងនេះអាគ្នេជ្រៀលមើមថ្នាំចិនហ្នឹងចំនួន1ក្តាប់ទៅឬក៏កន្លះក្តាប់ទៅកុំច្រើនពេកដាក់កន្លះក្តាប់4-10ចំណិតអញ្ចឹងណាហើយហាលវាស្ងួតដូចគ្នាដល់តែយើងហាលវាឲ្យស្ងួតហើយបងប្អូនយកមកដាំទឹកទៅដាំទឹកទទួលទានដាក់ទៅទឹកមកកាសៀវចំនួន2លីត្រអញ្ចឹងទៅថ្នាំហ្នឹង1ក្តាប់ទៅមុខឈ្នៀងចំនួន1ក្តាប់ទៅអានេះចំនួន4-10ចំណិតអញ្ចឹងណាឬក៏កន្លះក្តាប់អញ្ចឹងទៅដាំទឹកហើយចំនួន2លីត្រទឹកពុះកាលណាទៅបងប្អូនដាក់វាទុកឲ្យត្រជាក់ហើយក៏ចាក់ទទួលទានតាមធម្មតាទៅអានឹងប្រសិនបើតតុនអាការៈនៃជំងឺសួតបងប្អូនព្រោះឥឡូវហ្នឹងវាមានបញ្ហាសួតហ្នឹងច្រើនការរលាកសួតបញ្ហាក្អករ៉ាំរ៉ៃបញ្ហាល្បីហ្នឹងច្រើនណាដោយសារតែវាមានជាតិពុលផ្សែងគីមីអីច្រើនយើងហិតចូលក្នុងសួតយើងជាតិពុលក្នុងសួតអីច្រើនអញ្ចឹងទៅវាទៅជាក្អកហ្នឹងហើយទៅជាក្អករ៉ាំរ៉ៃក្អកធ្លាក់ឈាមអីក៏មានដែរហ្នឹងហើយចឹងមានបញ្ហាអាការៈទាំងអស់ហ្នឹងបងប្អូនអាចប្រើបានណាសាក់ប្រើទៅវាមិនអស់លុយទេហើយអាចរកបានខ្លួនឯងតាមព្រៃតាមអីទៅហ្នឹងហើយយើងដើរទៅឃើញអីក៏យើងគោះអីទុកចឹងណាហ្នឹងហើយគោះទុកទៅយកទុកមកប្រើប្រាស់ហើយនេះគ្រូដាំឯណាដាំអាហ្នឹងវាដុះតាមក្របតានេះបងប្អូននេះក្របវានេះកណាទុំទៅវាជ្រុះទៅវាដុះហើយដុះតាមក្របហ្នឹងក៏មានដុះតាមឫសហ្នឹងក៏មានដែរមិនពិបាកដាំអានេះស្រួលដាំហ្នឹងស្រួលដាំមែនតើចឹងតើតទៅនឹងអាការៈនៃជំងឺបញ្ហារលាកបញ្ហាដំបៅអីផ្សេងហ្នឹងគឺមិនចោលទេដើមថ្នាំចិនហ្នឹងឯងកុំចោលវាអាហ្នឹងវាជួយឲ្យមានកម្លាំងផងដែរទួលទានទៅវាយើងមានកម្លាំងហូបបាយបានសម្រានក៏លក់ទៅមានកម្លាំងហើយជាពិសេសហ្នឹងគឺឆាប់ជាពីអាការៈជំងឺទាំងអស់ហ្នឹងចឹងបងប្អូនមើលឲ្យកាន់តែច្បាស់ទៅអានេះជាក្របផ្លែវាចឹងទៅយើងខ្ពស់បន្តិចដោយសារដាំទៅវាយូរខែឆ្នាំទៅវាយើងខ្ពស់ហើយបងប្អូនមើលផ្លែវានេះផ្លែវាក្តាំងអញ្ចឹងណាផ្លែវានេះឃើញទេហ្នឹងហើយក្តាំងហ្នឹងហើយនោះរៀងទៀបណារៀងទៀបតិចនោះរៀងទៀបដែរហ្នឹងហើយនេះបង្ហាញហ្នឹងចង់និយាយថាក្រែងបងប្អូនខ្លះលោកមានរូបមន្តអសុទ្ធបុរាណតអំពីជីដូនជីតាតពីម៉ែឪពូជពងអញ្ចឹងណាមានរូបមន្តខ្លះទាក់ទងទៅនឹងការប្រើមើមថ្នាំចិនហើយគេមកថាបងប្អូនមិនស្គាល់អញ្ចឹងណាអត់ស្គាល់ថាមើមថ្នាំចិនអញ្ចឹងម៉េចអញ្ចឹងគឺអសតធម្មជាតិរន្ទៃ2 Channel ហ្នឹងគឺលោកគ្រូបង្ហាញឲ្យបងប្អូនបានស្គាល់ហើយបងប្អូនស្គាល់ទៅអាចរកខ្លួនឯងបានហ្នឹងហើយដើរទៅក្នុងព្រៃក្នុងអីព្រៃលបាយដីខ្សាច់អីហ្នឹងច្រើនដុះហ្នឹងហើយអញ្ចឹងយើងឃើញយើងអាចយកមកកោះដាំដុះអីឬក៏មកប្រើជាអសតបានហ្នឹងហើយវាមានគុណសម្បត្តិច្រើនសម្រាប់សុខភាពយើងអញ្ចឹងមានតែប៉ុណ្ណឹងទេហើយសូមបងប្អូនទាំងអស់គ្នាជួយ Subscribe នៅ Channel នេះម្នាក់មួយផងដើម្បីទស្សនាតាមដានទទួលនៅចំណេះដឹងផ្សេងទៀតទាក់ទងទៅនឹងរុក្ខជាតិឱសថនៃប្រជាជាតិកម្ពុជានៃយើងអញ្ចឹងសូមអរគុណច្រើន